ជំរាបសួរបងប្អូននេះគឺជាឆ្នាំងម៉ូកាផតបងប្អូនឆ្នាំងម៉ូកាផតសម្រាប់កាហ្វេក្តៅតែយើងអាចយកមកឆុងពេលដោះគោបានដូចគ្នារបៀបឆុងមួយយ៉ាងពីខ្វិនបងប្អូនគឺថាខ្វិនវារៀងយឺតដល់ពេលដាក់ម៉ូកាផតនេះវារៀងលឿនដាំតាមមួយផ្លែតគឺបានញ៉ាំហើយបងប្អូនកាហ្វេយើងកិនគ្រាប់ថ្មីយកមកដាក់ឈ្ងុយដូចគ្នាណាបងប្អូននេះមើលឆ្នាំងវាពុះចេញមកឡើងព្រុលមើលទៅគូតំណងឃ្លានអ្នកដែលចូលចិត្តកាហ្វេមើលឃើញស្រក់ទឹកមាត់មកបងប្អូនវាចេញមកស្ទាយវាលយហ្មងបងប្អូនជាមួយនេះជារបៀបធ្វើកាហ្វេនេះយើងយកគ្រាប់វាកិនរៀងម៉ត់បានឆុងការនិយាយទៅវាធ្វើរបៀបដូចកាហ្វេម៉ាស៊ីនអញ្ចឹងគ្រាន់ថាយកមកដាំនឹងភ្លើងហើយយើងអាចប្រើចក្រានអគ្គិសនីក៏បានចក្រានហ្គាសធម្មតាក៏បានដែរនឹងងាយស្រួលឡាយើងចង់ញ៉ាំទិញយកទៅធ្វើញ៉ាំនៅផ្ទះយើងខ្ជិលមកទិញកាហ្វេនៅផ្សារយើងមានកាហ្វេនៅផ្ទះដាក់ឆុងញ៉ាំស្រួលហ្មងមានគ្រឿងក្រៅបដាស្រាប់អស់លុយតិចបានឆ្ងាញ់ដូចគ្នាបងប្អូនហើយយើងដាក់ទៅបើសិនជាយើងឆ្នាំងហ្នឹងយើងអាចដាក់ទឹកក្តៅក៏បានទឹកត្រជាក់ក៏បានអាឆ្នាំងដែលយើងដាក់ចំហុយហ្នឹងណាតែបើយើងដាក់ទឹកក្តៅវាឆាប់បានញ៉ាំបើយើងដាក់ទឹកត្រជាក់វារៀងយូរបន្តិចតម្រាំទៅវាក្តៅអានេះខ្ញុំដាក់ទឹកក្តៅដាក់ទៅមួយផ្លែតបានកាហ្វេលក់បាត់ហើយបងប្អូនងាយស្រួលហើយនេះกระดาษធ្រាប់វាកុំឲ្យវាខ្ពុលដាក់กระดาษធ្រាប់បាតទៅចាក់ទឹកពីលើមកឈុចទៅដើម្បីឲ្យវាស្អិតដល់ហើយយើងមួលវាជាប់មួលអត់ជាប់វាខ្ពុលហ្នឹងបងប្អូនមួលវាមកតាំងល្មមវាមានតើធម្មតាំងល្មមក៏បានដែរកុំឲ្យតែវាធូរឃ្លក់ទៅវាពុលទឹកមួលវាតាំងល្មមហើយដាក់នៅលើចក្រានអីក៏បានចក្រាននិយាយទៅចក្រានអីក៏បានដែរឲ្យតែដាក់ម៉ាស៊ីនកាសៀវនឹងកើតមានជើងធ្រាប់កជុងក៏បានអុសក៏បានគ្រាន់ថាហ្នឹងវាខ្មៅរបស់យើងអញ្ចឹងយើងដាក់ខ្សែភ្លើងក៏បានដាក់ហ្គាសក៏បានដែរចាំមើលវាពុះចេញមកពុលល្អណាស់ឥឡូវអ្នកឃ្លានកាហ្វេឃើញឃ្លានណាបងប្អូនអ្នកដែលចេះកាហ្វេតែអ្នកអត់ចេះគឺឃើញធម្មតាឯងឃើញវាតំណងហើយបងប្អូនខ្ញុំបញ្ចូលសលេងវារៀងលឺបន្តិចហើយដោយសារតែអត់ស្ងាត់ខ្ញុំអត់បានអាងាកមិញឡាឈូសទូរស័ព្ទអត់បានបញ្ចូលសលេងទេថតតាំងពីម្សិលហ្នឹងបងប្អូនហើយឥឡូវហ្នឹងខានដាក់ម្ហូបហើយព្រោះលែងបានធ្វើម្ហូបញ៉ាំបាយខ្លួនឯងឥឡូវមកកន្លែងលក់បាត់អញ្ចឹងទៅអត់បានធ្វើម្ហូបដាក់ទេឥឡូវដាក់កាហ្វេឲ្យបងប្អូនមើលទស្សនានេះម៉ូកាផតអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូជូនពរឲ្យមានសុខភាពល្អ